ខ្ញុំចង់និយាយពីរឿងស្រីដែលមានប្តីហើយខ្ញុំក៏ស្រីដូចគេមិនស្រីទាំងអស់គិតដូចគ្នាទេស្រីខ្លះប្តីផិតតែមានស្រីបើប្រុសបើប្តីយើងមិនហួចស្រីក៏កុយមកដែរបើប្រុសយើងមិនប្រាប់ស្រីថាគេមានប្រព័ន្ធឬមានសង្សារក៏គេមិនមកដែរយើងមិនបាច់ចាំតររឿងគេមិនបាច់វាយគេទេតបគេបោចសក់គេទាញហេតុលហាច់អាហ្នឹងយើងខុសទៅវិញទេគេមិនហៅតែក្លាហានទេគេហៅថា low down គេអន់ចុះបើសិនស្រីនឹងដឹងថាប្តីយើងមានប្រព័ន្ធហើយផ្សេងនៅតាមស្រឡាញ់ប្តីយើងនៅទៅអាហ្នឹងយើងឲ្យគេទៅរៀងខ្លួនទៅឲ្យគេទៅសុបាយពាក្យទៅឲ្យគេនៅរស់នៅសុបាយគ្រួសារគេទៅនឹងស្អីគេទៅយើងជាប្រព័ន្ធមិនបាច់ចាំទៅនិយាយអីវិញឆ្ងាយត្រឹមអស់ទឹកមាត់ទឹកមាត់ញ៉ាំបាយទៅកម្លាំងខ្លួនឯងថែរក្សាខ្លួនឯងបើចាំយកកម្លាំងទៅតបតជាមួយគេទេដូចជាចង់ផាត់ហើយគេទៅហើយនឹងគេអត់ស្លាញ់យើងទេរឿងគេចាប់ say so long farewell forever ខ្ញុំចង់និយាយពីរឿងស្រីដែលមានប្តីហើយខ្ញុំក៏ស្រីដូចគេមិនស្រីទាំងអស់គិតដូចគ្នាទេស្រីខ្លះប្តីផិតតែមានស្រីបើប្រុសបើប្តីយើងមិនហួចស្រីក៏កុយមកដែរបើប្រុសយើងមិនប្រាប់ស្រីថាគេមានប្រព័ន្ធឬមានសង្សារក៏គេមិនមកដែរយើងមិនបាច់ចាំតររឿងគេមិនបាច់វាយគេទេតបគេបោចសក់គេទាញហេតុលហាច់អាហ្នឹងយើងខុសទៅវិញទេគេមិនហៅតែក្លាហានទេគេហៅថា low down គេអន់ចុះបើសិនស្រីនឹងដឹងថាប្តីយើងមានប្រព័ន្ធហើយផ្សេងនៅតាមស្រឡាញ់ប្តីយើងនៅទៅអាហ្នឹងយើងឲ្យគេទៅរៀងខ្លួនទៅឲ្យគេទៅសុបាយពាក្យទៅឲ្យគេនៅរស់នៅសុបាយគ្រួសារគេទៅនឹងស្អីគេទៅយើងជាប្រព័ន្ធមិនបាច់ចាំទៅនិយាយអីវិញឆ្ងាយត្រឹមអស់ទឹកមាត់ញ៉ាំបាយទៅកម្លាំងខ្លួនឯងថែរក្សាខ្លួនឯងបើចាំយកកម្លាំងទៅតបតជាមួយគេទេដូចជាចង់ផាត់ហើយគេទៅហើយនឹងគេអត់ស្លាញ់យើងទេរឿងគេចាប់ say so long farewell forever